នេះគឺជាប្រាសាទមិនធំដែលសពថ្ងៃនេះគឺកំពុងតែមានភាពតានតឹងយ៉ាងខ្លាំងរវាងភាគីថៃនិងភាគីខ្មែរបើយើងមើលទៅលើទីតាំងភូមិសាស្ត្រគឺ 100% ទៅហើយដែលស្ថិតនៅលើទឹកដីកម្ពុជាហើយមួយវិញទៀតប្រាសាទនេះគឺជាប្រាសាទខ្មែរដែលកសាងដោយសាច់ខ្មែរសំណួរសួរថាតើថៃមានអ្វីមកសម្អាងដែលថាប្រាសាទតែមិនធំគឺជារបស់ខ្លួនដែលតាមពិតទៅវាមិនមែនត្រឹមតែជាប្រាសាទតែមិនធំនោះទេដែលថៃហ៊ានអះអាងថាគឺជារបស់ខ្លួនសម្បីតែប្រាសាទផ្សេងៗដូចជាប្រាសាទអង្គរវត្តក៏ថៃនៅតែហ៊ាននិយាយដោយមានរអៀសមាត់ថាជារបស់ខ្លួនដែរហើយមូលហេតុដែលថៃហ៊ានអះអាងបែបនេះក៏ដោយសារតែប្រវត្តិសាស្ត្រត្រូវបានក្រឡៃពីការពិតទាក់ទងទៅនឹងការអប់រំនិងប្រព័ន្ធផ្សព្វផ្សាយស្ទឹងតែទាំងអស់រដ្ឋបាលថៃបានរៀបចំផលិតសៀវភៅបំភ្លឺពីការពិតទៅតាមទំនឹងចិត្តរបស់ខ្លួនហើយការដែលថៃធ្វើបែបនេះគឺដើម្បីលើកកម្ពស់និងបង្កប់ទៅដោយស្មារតីជាតិនិយមហើយរដ្ឋបាលថៃធ្វើយ៉ាងណាក៏ដោយឲ្យតែប្រជាជនរបស់ខ្លួនមើលមកលើប្រជាជនកម្ពុជាក្នុងន័យអាក្រក់ជាតួអាក្រក់កូនខ្មែរត្រូវចាំថាថៃបានក្រឡៃប្រវត្តិសាស្ត្រដោយមិនព្រមទទួលស្គាល់អត្តសញ្ញាណរបស់ខ្លួនហើយថែមទាំងបង្កើតពាក្យថាខមថាជាអ្នកកសាងប្រាសាទអង្គរហើយពូជពងសាវតារបស់ពួកគេគឺបានកើតចេញពីជនជាតិខមផងដែរហើយពួកគេក៏បានធ្វើការច្រានចោលទាំងស្រុងថាខ្មែរបច្ចុប្បន្នមិនមែនជាអ្នកកសាងប្រាសាទនោះទេហើយកាន់តែហួសចិត្តជាងនេះទៅទៀតគឺរដ្ឋាភិបាលថៃបានព្យាយាមរកភស្តុតាងមកសម្អាងទៅតាមលក្ខណៈវិទ្យាសាស្ត្រតាមបែបធ្វើតេស្ត DNA ដោយពួកគេបានរកវិធីសាស្ត្រយ៉ាងណាដើម្បីតែអាចក្រឡៃប្រវត្តិសាស្ត្រពិតបានជាការពិតណាស់ខ្មែរគឺជាជនជាតិកម្ពុជាជាជាតិសាសន៍ដ៏មានវ័យចំណាស់មួយនៅអាស៊ីឯចាមគឺជាជនជាតិចាមពលគឺយើងមិនអាចយកមកប្រឡូកប្រឡាក់ជាមួយនឹងគ្នាបានទេចំណែកឯថៃគឺមានដើមកំណើតចេញពីជនជាតិតៃលាវដែលស្ថិតនៅក្នុងខេត្តយួនណានប្រទេសចិនសប្តាហ៍ថ្ងៃចំពោះពាក្យថាខំវិញដោយដែលបានលើកពីខាងលើដដែលហើយដដែលទៀតថាវាជាពាក្យដែលពួកអ្នកសុកសៀមប្រើសម្ដៅមកកាន់ខ្មែរបុរាណពួកគេប្រើពាក្យថាខំនេះមួយជំនួសឲ្យជាខ្មែរក៏ដែលហេតុថាពួកគេមិនព្រមទទួលស្គាល់ការពិតថាជាតិសាសន៍របស់ពួកគេនឹងធ្លាប់ទទួលរងឥទ្ធិពលពីវប្បធម៌ខ្មែរបុរាណហើយទាំងអស់នេះហើយគឺជាមូលហេតុដែលថៃសប្តាហ៍ថ្ងៃនេះចេះតែទាមទារនេះទាមទារនោះពីយើងរហូតហើយវាក៏មិនមែនជារឿងចៃដន្យដែរបងប្អូនអរគ្នាដែលនាពេលសប្តាហ៍ថ្ងៃនេះប្រពន្ធសបផ្សាយថៃសឹងតែទាំងអស់ហើយដែលតែងតែនិយាយអាក្រក់មកលើកម្ពុជាជារៀងរហូតមកនិយាយជារួមទៅរដ្ឋបាលថៃគឺធ្វើយ៉ាងណាដើម្បីតែអាចបណ្ដុះនៅគំនិតជាតិនិយមរបស់ប្រជាជនរបស់ខ្លួននឹងតាមតែអាចធ្វើទៅបានហើយផ្នែកគំនិតជនជាតិថៃនៅតែបន្តគិតថាខ្មែរមិនមែនជាអ្នកកសាងប្រាសាទទេគឺជាជនជាតិខមទេដែលជាអ្នកកសាងប្រាសាទអង្គរពិតប្រាកដគឺវាអញ្ចឹងទៅវិញណាប្រវត្តិសាស្ត្រត្រូវបានក្រឡៃក្លាប់ចាក់តែម្ដងហើយទាំងអស់នេះហើយដោយសារតែប្រវត្តិសាស្ត្រវាមិនត្រូវការពិតបែបនេះហើយទើបថៃចិត្តតែមានគំនិតជាតិនិយមចង់បាននេះចង់បាននោះពីយើងទាមទារនេះទាមទារនោះពីយើងរហូតអញ្ចឹងកូនខ្មែរទាំងអស់គ្នាតើតដឹងពីសាវតាខ្លួនឯងឲ្យបានច្បាស់ថាយើងមកពីណាមានដើមកំណើតមកពីណា